ទស្សនិកជនជាទីមេត្រីក្នុងរដូវក្តៅអាកាសធាតុតែងតែផ្លាស់ប្ដូរខុសប្រក្រតីមេក្តៅអូសបន្លាយឆ្លាស់គ្នាជាមួយភ្លៀងដោយចៃដន្យកម្រិតសំណើមក៏ផ្លាស់ប្ដូរជាបន្តផងដែរនេះក៏ជាពេលដែលអាការៈជំងឺនៅលើកុមារមាននានាការកើតឡើងខ្លាំងពិសេសគឺជំងឺឆ្លងនិងជំងឺពាក់ព័ន្ធដល់ផ្លូវរំលាយអាហារផ្លូវដកដង្ហើមនិងជំងឺសើស្បែកក្នុងនេតិសុខភាពសហគមន៍ថ្ងៃនេះនឹងលើកឡើងនៅព័ត៌មានចាំបាច់មួយចំនួនពីអ្នកឯកទេសសុខាភិបាលជួយឲ្យអាណាព្យាបាលមានចំណេះដឹងបន្ថែមក្នុងការថែទាំនិងការពារសុខភាពឲ្យកុមារក្នុងរដូវក្តៅសូមអញ្ជើញទស្សនិកជនរួមតាមដានដូចតទៅសីតុណ្ហភាពខ្ពស់បរិស្ថានឈួលរួមជាមួយសំណើមផ្លាស់ប្ដូរជាបន្តក្នុងរដូវក្តៅបង្កលក្ខណៈឲ្យពន្លកជំងឺជាច្រើនកើតឡើងនិងរាលដាលឆាប់រហ័សក្នុងសហគមន៍កុមារតូចៗដែលមានកម្លាំងជំនះជំងឺខ្សោយងាយនឹងកើតជំងឺដូចជាគ្រុនក្តៅខ្លួនរលាកផ្លូវដកដង្ហើមជំងឺដៃជើងមាត់ឬកោកញ្ជ្រិលជាពិសេសជំងឺឆ្លងតាមផ្លូវដកដង្ហើមឬផ្លូវរំលាយអាហារងាយនឹងរាលដាលបើសិនជាអាណាព្យាបាលមិនបានរកឃើញទាន់ពេលនិងមានវិធានការបង្ការទប់ស្កាត់ត្រឹមត្រូវទេនោះមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេរោគសញ្ញាទាំងឡាយអូសបន្លាយយូរនៅទាំងធ្វើឲ្យកុមារហត់ខ្ជិលហូបប៉ះពាល់ដល់ដំណើរការធំធាត់ក្នុងដំណាក់កាលរដូវក្តៅរៀងរាល់ថ្ងៃមន្ទីរពេទ្យសម្ភពកុមារសពទាំងទទួលអ្នកជំងឺពី250ដល់280នាក់មកពិនិត្យក្នុងនោះភាគច្រើនគឺពាក់ព័ន្ធដោយជំងឺឆ្លងក្នុងដំណាក់កាលផ្ដួលរដូវកម្រិតសំណើមខ្ពស់ករណីកញ្ជ្រិលចុះរាកស្រួចស្រាលដៃជើងមាត់កំពុងតែមានទំនោរកើនឡើងយ៉ាងច្បាស់ក្រឡែតmùa hè này mùa chuyển អាកាសធាតុរដូវក្តៅនេះជារដូវដែលប្ដូរពីរដូវប្រាំងទៅជារដូវវស្សាខ្យល់អាកាសសើមបានន័យថាកត់សម្គាល់នៅជំងឺមួយចំនួនជាពិសេសគឺជំងឺឆ្លងលើកុមារកើនឡើងខ្ពស់សប្តាហ៍ថ្ងៃនៅមន្ទីរពេទ្យសម្ភពកុមារយើងខ្ញុំកត់សម្គាល់តាំងពីឆ្នាំ2025មានការកើនឡើងដោយចៃដន្យជាពិសេសគឺក្នុងពេលថ្មីនេះជាក់ស្ដែងគឺជំងឺកញ្ជ្រិលតាំងពីដើមឆ្នាំមកដល់ពេលនេះកត់សម្គាល់ជាង1000ករណីបន្តមកទៀតគឺជំងឺចុះរាកស្រួចស្រាលក៏មាន500ករណីកំពុងតែសម្រាប់ព្យាបាលដែរក្រៅពីនោះនៅមានជំងឺដៃជើងមាត់និងគ្រុនឈាមក៏កំពុងតែកើនឡើងក្នុងប្រមាណខែជិតនេះដែរនោះគឺដើមរដូវវស្សាក្នុងចំណោមជំងឺឆ្លងដែលកំពុងតែកើនឡើងកញ្ជ្រិលគឺជាជំងឺមួយលេចធ្លោដោយសារសន្ទុះរាលដាលរហ័សហើយបង្កប់នូវការប្រែប្រួលគ្រោះថ្នាក់លើកុមារអាណាព្យាបាលជាច្រើនងាយនឹងច្រឡំរោគសញ្ញាដំបូងនៃជំងឺកញ្ជ្រិលជាមួយជំងឺគ្រុនផ្ដាសាយធម្មតាទៅនាំកុមារទៅពិនិត្យយឺតការកត់សម្គាល់សញ្ញាបានឆាប់និងនាំទៅកាន់មូលដ្ឋានសុខាភិបាលទាន់ពេលគឺជារបៀបល្អបំផុតសម្រាប់កាត់បន្ថយនិន្នាការប្រែប្រួលពិសេសគឺចំពោះកុមារដែលមិនទាន់បានចាក់បង្ការគ្រប់ដូសcác bé đến nhập viện tại bệnh viện chuyên khoa sản nhi ក្នុងករណីដែលក្មួយមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យសម្ភពកុមារមានបន្តិចករណីដែលកុមារឈឺធ្ងន់ដូចជាកុមារត្រូវក្តៅខ្លួនខ្លាំងកន្ត្រាក់វិបត្តិវិចារណញ្ញាណឬមានកុមារខ្លះត្រូវបាត់ទឹកច្រើនយើងត្រូវតែនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីបានព្យាបាលទាន់ពេលជៀសវាងការប្រែប្រួលអាការៈធ្ងន់ធ្ងរtránh được những cái biến chứng nặngរោគសញ្ញាដំបូងនៃការចេញកម្ដៅធម្មតាដូចជាក្តៅខ្លួនធម្មតាទើបអាណាព្យាបាលជាច្រើនជ្រើសរើសវិធីតាមដាននៅផ្ទះធ្វើឲ្យករណីមិនតិចប្រែក្លាយជាធ្ងន់ទើបនាំទៅពិនិត្យគ្រួសារមួយចំនួនទៀតនៅក្រែងរឯងនៅមន្ទីរពេទ្យឬជឿលើបទពិសោធន៍ចាស់ទុំនាំឲ្យយឺតយ៉ាវក្នុងការព្យាបាលភាពជាក់ស្ដែងនេះឲ្យឃើញថាមិនមែនករណីចេញកម្ដៅទាំងអស់សុទ្ធតែជាប្រភេទស្លូតឡើយកុមារខ្លះត្រូវចូលពេទ្យសម្រាប់ព្យាបាលឲ្យដិតដល់ជាងដូចជាករណីកុមារអាយុ12ឆ្នាំនេះអាស្រ័យបាននាំមកពេទ្យទាន់ពេលទើបសុខភាពបានធូរស្បើយសន្សឹមបើឲ្យដើរគេចេះលេងចេះសើចអីកាលមិនបងអូវាសោកនេះក៏លឺលោកហើយយំវាយណាឡៅចេះលេងចេះអីពេទ្យគេថាឲ្យអញផឹកថ្នាំហ្នឹងគេយ៉ាងឲ្យមកផឹក5ចឹងហ្នឹងផឹកមកក្រៅម៉ោង8ផឹកហើយថ្ងៃសៀគេផឹកឲ្យដល់ម៉ោង8យប់ផឹកម្ដងទៀតចឹងដេកបានbình thường ấy
Số phát ban cái sởi thì có những cái đặc điểm គ្រុនក្តៅខ្លួនចេញកម្ដៅហើយកញ្ជ្រឹលគឺមានលក្ខណៈស្រដៀងគ្នាការដូចគ្នារបស់ជំងឺទាំងពីរនេះសុទ្ធតែដោយសារវីរុសបង្កឡើងលក្ខណៈរួមទី1គ្រុនក្តៅខ្លួនពី38អង្សាដល់39អង្សាសេទី2កុមារល្ងីល្ងើហូបចុកតិចមិនសូវលេងភាពខុសគ្នារបស់កញ្ជ្រឹលនិងចេញកម្ដៅនោះគឺកញ្ជ្រឹលមានលក្ខណៈច្បាស់លាស់ដូចជាក្តៅខ្លួនចេញកម្ដៅភ្ជាប់តាមអាការៈរបស់រលាកត្របកភ្នែករលាកត្រចៀកការចេញកម្ដៅរបស់ជំងឺកញ្ជ្រឹលគឺនៅខាងក្រោយត្រចៀកហើយរាលដាលចុះមកកនិងដៃជើងកញ្ជ្រឹលជាហើយគឺបន្សល់ទុកនៅស្នាមជាប់លើស្បែកមានតែកញ្ជ្រឹលទេទើបមានអាការៈដូចនេះចេញកម្ដៅគឺធម្មតាជាចំណុចក្រហមប៉ុន្តែពេលយើងទាញស្បែកគឺវានឹងបាត់ទៅចំណែកកញ្ជ្រឹលគឺមិនបាត់ហើយនៅកន្លែងដែលចេញកម្ដៅវាមិនតាមលំដាប់លំដោយដូចជាកញ្ជ្រឹលនឹងកើតឡើងនៅលើដើមទ្រូងពោះឬកន្លែងណាមួយនោះមិនតាមលំដាប់លំដោយឡើយ កញ្ជ្រឹលជាជំងឺឆ្លងស្រួយស្រាលមានលទ្ធភាពបង្កទៅជាការប្រែប្រួលអាការៈធ្ងន់ធ្ងរច្រើនបើសិនជាមិនបានព្យាបាលត្រឹមត្រូវនោះទេតាមបញ្ចប់បណ្ឌិតឯកទេសកុមារកើតជំងឺកញ្ជ្រឹលត្រូវតែបានតាមដានឲ្យចប់លាប់ព្រមទាំងរក្សាអនាម័យភ្នែកច្រមុះបំពង់កនិងធានាជាតិបំពន់គ្រប់គ្រាន់ដើម្បីជួយឲ្យការស្ដារសុខភាពឡើងវិញ thì đa số thì sởi thì chị những cái mà nó không có ភាគច្រើនជំងឺកញ្ជ្រឹលព្យាបាលនៅអ្វីដែលមានថ្នាំសម្រាប់ព្យាបាលគ្រាន់តែព្យាបាលជំនួយប៉ុណ្ណោះជំងឺកញ្ជ្រឹលភាគច្រើនយើងតាមដានរោគសញ្ញាដែលចេញនៅពេលព្រឹកនិងពេលល្ងាចហើយពិសេសគឺយើងតាមដានការប្រែប្រួលរបស់កញ្ជ្រឹលមានការប្រែប្រួលធ្លាប់ជួបប្រទេស6យ៉ាងគឺរលាកសួតរលាកបំពង់ករលាកភ្នែករលាកត្រចៀកខ្វះជាតិបំពន់គ្រោះថ្នាក់បំផុតគឺរលាកខួរក្បាលក្នុងអំឡុងពេលព្យាបាលយើងតាមដានការប្រែប្រួលរបស់កញ្ជ្រឹលនិងព្យាបាលភាគច្រើនអនាម័យត្រចៀកច្រមុះមាត់ឲ្យកុមារពាក់ម៉ាស់ពិសេសបំផុតគឺឲ្យកុមារហូបគ្រប់គ្រាន់ផឹកទឹកច្រើនងូតលាងធម្មតាពិសេសឲ្យហូបច្រើនយ៉ាងនេះទើបឆាប់ជាទៀតផង bớt sốt rồi តាមការក្រណរំលឹករបស់ផ្នែកសុខាភិបាលជំងឺឆ្លងទាំងឡាយតាមផ្លូវដកដង្ហើមដូចជាជំងឺកញ្ជ្រឹលជំងឺដៃជើងមាត់គ្រុនតែងតែជួបប្រទះលើកុមារអាយុក្រោម5ឆ្នាំជាមួយរោគសញ្ញាដូចជាក្តៅខ្លួនក្អកចេញកម្ដៅចុះរាកឬពងស្បែកទោះបីជាអត្រាស្លាប់មិនខ្ពស់ក៏ដោយប៉ុន្តែបើសិនជាមិនបានព្យាបាលត្រឹមត្រូវតាមរបៀបទេនោះជំងឺនេះអាចបណ្ដាលឲ្យប្រែប្រួលអាការៈយ៉ាងធ្ងន់ធ្ងរ អាណាព្យាបាលគួរតែម្ចាស់ការរកឃើញបានឆាប់នៅសញ្ញាខុសប្រក្រតីហើយនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលដែលខាតកុំព្យាបាលនៅក្នុងផ្ទះដោយខ្លួនឯងតាមចិត្តឲ្យសោះ lên phần ngực của bé gì nè để làm tăng nguy cơ viêm ទស្សនិកជនជាទីមេត្រីតាមការក្រណរំលឹករបស់អ្នកឯកទេសសុខាភិបាលម្ចាស់ការបង្ការជំងឺគឺជាវិធានការមានប្រសិទ្ធភាពបំផុតសម្រាប់ការពារកុមារក្នុងលក្ខណៈដែលមានអាកាសធាតុប្តូរដូវឬផ្លាស់ប្តូរខុសប្រក្រតីក្នុងនោះការរក្សាអនាម័យខ្លួនប្រាណធានារបបជាតិបំពន់សមស្របនិងចាក់បង្ការគ្រប់គ្រាន់ត្រឹមត្រូវតាមពេលវេលាគឺជាកត្តាសំខាន់បំផុតអាណាព្យាបាលគួរតែតាមដានឲ្យជាប់លាប់នៅសុខភាពរបស់កុមារហើយពេលមានសញ្ញាខុសប្រក្រតីគួរតែនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីបានពិនិត្យទាន់ពេលជៀសវាងកើតឡើងការប្រែប្រួលអាការៈគ្រោះថ្នាក់សូមអញ្ជើញទស្សនិកជនរួមតាមដានដូចតទៅតាមផ្នែកសុខាភិបាលកុមារអាយុក្រោម5ឆ្នាំគឺជាមុខសញ្ញាងាយត្រូវប៉ះពាល់បំផុតដោយសារប្រព័ន្ធភាពស៊ាំមិនទាន់សុក្រឹតការចាក់បង្ការឲ្យបានគ្រប់គ្រាន់និងត្រឹមត្រូវតាមពេលវេលាគឺជាដំណោះស្រាយមានប្រសិទ្ធភាពជួយឲ្យកុមារបង្កើតភាពស៊ាំនិងកាត់បន្ថយនិន្នាការប្រែប្រួលអាការៈពេលកើតជំងឺកម្មវិធីចាក់បង្ការចំហនៅប្រទេសយើងបានផ្សព្វផ្សាយតាំងពីឆ្នាំ1981ហើយបាននាំមកនូវប្រសិទ្ធភាពច្បាស់ក្រឡែតក្នុងការងារបង្ការជំងឺវ៉ាក់ស៊ីនបង្ការជំងឺគ្រប់ប្រភេទសុទ្ធតែមានពេលវេលាចាក់និងរយៈពេលចាក់ជាកំហិតដើម្បីធានានូវលក្ខណៈប្រសិទ្ធភាពគោលដៅនៃការចាក់បង្ការវ៉ាក់ស៊ីននោះគឺដើម្បីការពារសុខភាពកុមារជួយជំនះនឹងជំងឺគ្រោះថ្នាក់ច្រើនប្រភេទផ្សេងៗគ្នាហើយការម្ចាស់ការចាក់បង្ការឲ្យកុមារត្រូវតែបានចាក់កាន់តែឆាប់កាន់តែល្អជៀសវាងបានការប្រែប្រួលអាការៈគ្រោះថ្នាក់
thì mình muốn cho cháu mình ខ្ញុំចង់ឲ្យចៅមានសុខភាពគ្រប់គ្រាន់មិនមានជំងឺដំកាត់គឺនាំទៅចាក់ឲ្យបានគ្រប់ថ្នាំចៅខ្ញុំចាក់ជំងឺកញ្ជ្រិលបានគ្រប់ហើយរលាកសួតក៏ចាក់គ្រប់ដុតដែរខែក្រោយនឹងចាក់បង្ការរលាកខួរក្បាលជប៉ុនវិជ្ជបណ្ឌិតពីគ្រោះឲ្យខែណាក៏យើងត្រូវទៅចាក់ដែរបើគ្រប់ហើយគឺឈប់ប្តីប្រពន្ធបងស្រីចង្ធីងប់មីនាំកូនប្រុសមកកាន់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺដាប់កាត់ខេត្តសូចាំងដើម្បីចាក់វ៉ាក់ស៊ីនជំងឺគ្រុនផ្ដាសាយមុននោះប្តីប្រពន្ធកូនក៏នាំកូនទៅកាន់មណ្ឌលសុខាភិបាលឃុំភូតាំងស្រុកជោឋានដើម្បីចាក់វ៉ាក់ស៊ីនតាមកម្មវិធីចាក់បង្ការចំហដើម្បីបង្ការជំងឺឆ្លងច្រើនប្រភេទក្នុងនោះជំងឺចិញ្ជ្រិលក៏បានចាក់ហើយដែរពេលកូនរបស់គាត់អាយុ9ខែកើតជីងចាក់ហើយញ៉ាកើតជីងlà một khái tôi chắc đong khái chắc đong sởi bài liệt quấn dạ cái nào nó pet nó chạm comment lắm thì món này chắc quấn rồi chắc chơi khỏe đấy chắc cái năm nên cầm ôi con men chừng ngửi nên về lợi ích của tiêm chủng thì អំពីផលប្រយោជន៍នៃការចាក់បង្ការគឺទី1ធ្វើឲ្យរាងកាយនឹងមានភាពស៊ាំម្ចាស់ការដើម្បីបង្ការទប់ទល់កាត់បន្ថយនិន្នាការកើតជំងឺក៏ដូចជាការប្រែប្រួលធ្ងន់របស់ជំងឺដល់ពីនោះកាត់បន្ថយអត្រាស្លាប់រួចហើយកាត់បន្ថយអំព្រែកធ្ងន់អំពីប្រាក់ចំណាយព្យាបាលពេលកើតជំងឺទី2គឺចាក់បង្ការបើកទូលាយបើសិនជាកុមារបានចាក់គ្រប់គ្រាន់ហើយគឺនឹងមានភាពស៊ាំបង្ការទប់ទល់បាននឹងជំងឺដល់ពីនោះកុមារនឹងមានសុខភាពមាំមួនហើយមិនសូវកើតជំងឺក្រៅពីបង្ការជំងឺការតាមដានចប់លបសុខភាពរបស់កុមាររាល់ថ្ងៃនោះគឺសំខាន់ខ្លាំងណាស់តាមអ្នកឯកទេសសុខាភិបាលពេលកុមារមានសញ្ញាខុសប្រក្រតីដូចជាក្តៅខ្លួនខ្លាំងចុះរាកចេញកម្ដៅឬក្អួតអកបន្លាយអាណាព្យាបាលមិនគួរព្យាបាលដោយខ្លួនឯងនៅក្នុងផ្ទះគួរតែនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីបានពិនិត្យនិងចំណាត់ការទាន់ពេលthứ nhất là trẻ thì ទី1កុមារត្រូវក្តៅខ្លួនជាង2ថ្ងៃបន្តតែលេបថ្នាំបន្ធូរកម្ដៅបន្ធូរស្រាលទី2កុមារមិនហូបផឹកទឹកមិនបានក្អួតចេញអស់ទី3ទៀតគឺបញ្ចេញអាការៈភ្លើដកដង្ហើមរបស់កុមារដូចជាដកដង្ហើមរហ័សដកដង្ហើមខុសធម្មតាឬមានសញ្ញាភ័ន្តអវយវៈភ្លើបន្ទោបងបន្តមកទៀតកុមារចេញឈាមខុសប្រក្រតីដូចជាចេញឈាមស្បែកចេញឈាមស្នាមភ្នែកដូចជាចេញឈាមច្រមុះចេញឈាមជើងធ្មេញបន្តមកគឺករណីចេញកម្ដៅខុសប្រក្រតីឬរលាកមាត់ដែលយើងមិនកំណត់បានមូលហេតុគឺកុមារទាំងនេះត្រូវតែបានអាណាព្យាបាលនាំទៅកាន់មូលដ្ឋានសុខាភិបាលពិនិត្យធ្វើរោគវិនិច្ឆ័យកំណត់បង្ការនៅការប្រែប្រួលអាការៈនិងព្យាបាលទាន់ពេលតាមអ្នកឯកទេសជាតិបំពន់របស់មន្ទីរពេទ្យសម្ភពកុមារសុបតាំងរបបហូបចុករាល់ថ្ងៃមានតួនាទីសំខាន់ក្នុងការការពារសុខភាពកុមារពិសេសគឺពេលអាកាសធាតុផ្លាស់ប្ដូរខុសប្រក្រតីហេតុនោះចំណីអាហារគួរតែបានយកចិត្តទុកដាក់ទាំងជាតិបំពន់និងរបៀបចម្អិនសម្ដៅបង្កើនកម្លាំងជំនះនិងកាត់បន្ថយនិន្នាការឆ្លងជំងឺពីអាហារThứ nhất là thành phần về chất tinh bột đó là gạo ngô ទី1គឺអំពីជាតិម្សៅនោះគឺអង្ករពោតដំឡូងឬដឹកបញ្ចុកមីជាដើមសមាសធាតុទី2នោះគឺសាច់ត្រីសុទ្ធនិងគ្រឿងសមុទ្រព្រោះនោះនឹងផ្គត់ផ្គង់បានអាស៊ីតម៉ាឡុនឲ្យកុមារនិងជាតិអាសូតកម្រវាមានតម្លៃជីវសាស្ត្រខ្ពស់ក្រុមបន្លែមើមនិងផ្លែឈើដែលមានពណ៌លឿងពណ៌បៃតងចំក្រុមទាំងនេះផ្គត់ផ្គង់ឲ្យកុមារនៅវីតាមីន A វីតាមីន E វីតាមីន C ជាដើមវាមានប្រយោជន៍បង្កើនកម្លាំងជំនះជួយឲ្យកោសិកាភាពស៊ាំមាំមួនជាងយើងនឹងចាប់អារម្មណ៍ដល់ជាតិម៉ាឡុនល្អមួយចំនួនដូចមានផ្ទុកអូមេហ្គា 3 អូមេហ្គា 6 មានប្រយោជន៍សម្រាប់បង្កើនកម្លាំងជំនះនិងមានប្រយោជន៍សម្រាប់ជំនះរលាកយើងគួរតែឲ្យកុមារផឹកទឹកញឹកញាប់ជាងទី1គឺជាទឹកសុទ្ធឬទឹកដាំឲ្យឆ្អិនទុកឲ្យត្រជាក់និងទឹកផ្លែឈើគ្រប់ប្រភេទហូបផ្លែឈើដែលមានទឹកច្រើនដូចជាល្ហុងស្វាយឪឡឹក như là đu đủ xoài nè và dưa hấu ក្នុងដំណាក់កាលបដូររដូវគឺជាពេលដែលជំងឺដូចជាគ្រុនឈាមជំងឺកញ្ជ្រិលមាននិន្នាការរាលដាលក្នុងសហគមន៍ពិសេសគឺចំពោះកុមារនៅឃុំវៀងបិនស្រុកទាំងដេខេត្តសូតាំងក្រោយពីការពិនិត្យនិងព្យាបាលបឋមកងកម្លាំងសុខាភិបាលភូមិភាគបានបញ្ចាស់ការផ្សព្វផ្សាយឃោសនាបង្ការជំងឺដល់គ្រួសារពិសេសគឺឃោសនាអំពីចាក់បង្ការនិងរក្សាអនាម័យបរិស្ថានដើម្បីទប់ស្កាត់ពន្លកជំងឺកើតឡើង
cháu tầm muối hay mà tại chúng quen cây cảng đây lệnh bèn tới ấy chứ quen mú đấy men bèn tới em quen muối hết hay vào con đại chứ ấy thằng đây tầm tặng nó cần là ọp ra sai thì tuổi chức năng là phật năm tỷ mấy đã tàu để múng sao đó mình múng sẽ đặt thành mù tiết múng nằm mù tiết luôn á mà đặt nằm múc men muối hay tầm tặng đâu à việc đặt ở chỗ này chỗ tiền nhưng kia phải dặn chúng nó là hay đây nhận định được tình hình sốt xuất huyết គាត់សម្គាល់បានស្ថានភាពជំងឺគ្រុនឈាមជំងឺកញ្ជ្រឹលមានការកើនឡើងនៅលើភូមិសាស្ត្រឃុំវៀងបិណ្ឌចំពោះផ្នែកជំនាញគឺជាស្ថាប័នអចិន្ត្រៃយ៍ធ្វើសេនាធិការឲ្យគណៈកម្មាធិការប្រជាជនឃុំដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងគឺមណ្ឌលសុខាភិបាលបានម្ចាស់ការកសាងផែនការដើម្បីធ្វើសេនាធិការឲ្យគណៈកម្មាធិការប្រជាជនដើម្បីចាត់តាំងការងារឃោសនាឲ្យប្រជាជនដែលរស់នៅលើភូមិសាស្ត្រឃុំវៀងបិណ្ឌស្ដីពីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមនិងជំងឺកញ្ជ្រឹលពិសេសគឺបញ្ហាចាក់បង្ការជំងឺកញ្ជ្រឹលឲ្យកុមារពីអាយុ1ឆ្នាំដល់12ឆ្នាំនៅលើភូមិសាស្ត្រឃុំវៀងបិណ្ឌចំពោះជំងឺគ្រុនឈាមគឺចាត់តាំងឃោសនាតាមក្រុមតាមគ្រួសារក្នុងប្រព័ន្ធស្តុកខាភិបាលមូលដ្ឋានក្រុមស្តុកខាភិបាលភូមិមានតួនាទីសំខាន់ក្នុងការងារថែទាំសុខភាពសហគមន៍ពិសេសគឺនៅតំបន់ឆ្ងាយដាច់ស្រយាលការងារបង្ការជំងឺមិនឈប់ត្រឹមតែការឃោសនារួមប៉ុណ្ណោះទេនៅទាំងជាការតាមដានញឹកញាប់នៅតាមគ្រួសារនីមួយៗទៀតផងការចលនាប្រជាជនម្ចាស់ការបង្ការជៀសវាងដូចជាចិញ្ចឹមត្រី7ពណ៌ក្នុងពាងលាងជម្រះនិងបង្ហូតចេញតាមការកំណត់ឲ្យធូបមូសគឺជាដំណោះស្រាយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងក្នុងការត្រួតពិនិត្យជំងឺកាត់ប្រាប់ដែរហើយគេដើរមកគេសាគេមកគេចាស់គេមិននោះគេមកមើលរាំងវាំងអីគេប្រាប់ឲ្យយើងប្រយ័ត្នមានក្មេងមិនអីចឹងខ្លាចមុខខាំសុកយកសុកអីបាក់សើប្រាប់គាត់ភាសាថាឲ្យសាលាងពាំងលាងអីហើយឲ្យដួសតៃថាដាក់ក្នុងពាំងឲ្យស៊ីខូចស៊ីអីចឹងចេះប្រយ័ត្នតែថ្នាំមូដិតតាំងថ្ងៃហ្នឹងដិតនៅក្នុងផ្ទះឲ្យក្មេងណាព្រោះលេងនៅពេលបដូររដូវជាពិសេសគឺរដូវក្តៅជាមួយនឹងអាកាសធាតុនិងកម្រិតផ្លាស់ប្ដូរខុសប្រក្រតីងាយបង្កលក្ខណៈឲ្យពន្លកជំងឺរាលដាលពិសេសគឺចំពោះកុមារអាយុក្រោម5ឆ្នាំពេលប្រព័ន្ធភាពស៊ាំមិនទាន់គ្រប់គ្រាន់ការចាក់បង្ការគ្រប់គ្រាន់រក្សាអនាម័យបរិស្ថាននិងធានារបបជាតិបំពន់សមស្របនិងជួយបង្កើនកម្លាំងជម្រះឲ្យកុមារអាណាព្យាបាលគួរតែតាមដានសុខភាពជាប្រចាំហើយនាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលពេលមានសញ្ញាខុសប្រក្រតីដើម្បីវិនិច្ឆ័យទាន់ពេលកាត់បន្ថយការប្រែប្រួលអាការៈកិច្ចសហការរវាងផ្នែកសុខាភិបាលនិងសហគមន៍ក្នុងការងារឃោសនានិងបង្ការជំងឺរួមចំណែកត្រួតពិនិត្យអាសន្នជំងឺមានប្រសិទ្ធភាពការពារសុខភាពកុមារដោយភាពម្ចាស់ការនាទីសុខភាពសហគមន៍នាពេលនេះចាប់តែត្រឹមនេះសូមថ្លែងអំណរគុណទស្សនិកជនគ្រប់មជ្ឈដ្ឋានដែលបានយកចិត្តទុកដាក់តាមដានសូមជម្រាបលា